បងគ្រាន់តែផ្ដាំប៉ុណ្ណេះប៉ុន្តែធ្វើការកុំទម្លាប់រត់តាមប្រាក់ខែកុំអនុញ្ញាតឲ្យប្រាក់ខែមកបាំងភ្នែកមកបិទខួរក្បាលប៉ុន្តែប្រយ័ត្នមានបញ្ហាស្ដាប់ឲ្យជាប់សិនណាស្ដាប់ឲ្យជាប់សិនមុននឹងមានប្រតិកម្មបងចង់ឲ្យប្អូនល្អទេហើយកុំនិយាយថាអីបងឯងមិនចង់ឲ្យខ្ញុំទទួលបានប្រាក់ខែច្រើនបងឯងចំណែនខ្ញុំមិនមែនបងខ្ពើមចំណែនពីបេះដូងល្អទេបងស្ដាប់សិនមនុស្សជាពិសេសបងឯងកំពុងវ័យប៉ុណ្ណឹងបច្ចុប្បន្ននេះមានការងារមួយចំនួនដែលគ្រោះថ្នាក់តែបងឯងហ៊ានតែយកអាប្រាក់ខែហ្នឹងឧទាហរណ៍បងឯងកំពុងធ្វើការប្រាក់ខែថា300ចុះឥឡូវបងឲ្យ400ស្រាប់តែមានគេទូរស័ព្ទមកបងអូនថាបងឯងមកធ្វើការឲ្យបងមកបងឲ្យ1500បេះដូងបងឯងវាចង់ហោះចេញពីទ្រូងហ្នឹងកុំតាន់ឲ្យលុយមកហេកុំមែនទេឲ្យលុយមកបិទភ្នែកច្រឡំចូលដល់បេះដូងកុំឲ្យលុយបិទភ្នែកហើយកុំឲ្យលុយវាមកញុកខួរក្បាលនេះលេងដំណើរការអសោះបងប្រាប់បងឯងគិតបន្តិចសិនហើយជាពិសេសបងឯងត្រូវសួរព័ត៌មានការងារនឹងឲ្យច្បាស់ថាជាការងារស្អីបន្តមកទៀតបន្ទាប់ពីបងឯងសួរហើយនៅក្នុងកម្រិតបងឯងច្បាស់ជាមិនទាន់អាចវិនិច្ឆ័យបានជាក់លាក់ទេកុំតណាសួរឲ្យច្បាស់ហើយបងឯងដាច់ខាតត្រូវតែរកបុគ្គលណាម្នាក់បើអាចជាមេប្អូនប៉ុន្តែភាគច្រើនប្អូនមិនសូវហ៊ាននិយាយជាមួយមេទេមិនអញ្ចឹងទេព្រោះចង់ឈប់មិនអញ្ចឹងទេប៉ុន្តែបងលើកទឹកចិត្តបើអាចជជែកមួយគេបានជជែកឬក៏ប្អូនត្រូវជជែកជាមួយបងឬក៏នរណាដែលមានអាយុលើយើងលើប្អូនជាគ្រូក៏បានជាអីក៏បានដែរយ៉ាងហោចណាស់ឲ្យបានបើអាច2នាក់បងបារម្ភសុវត្ថិភាពខ្លួនឯងអាហ្នឹងរឿងចម្បងហ្មងបាទហើយយើងប្រាក់ខែ400គេទូរស័ព្ទមកវឹបឲ្យ1500នរណាមិនសบายអមែនណាប្រយ័ត្នបាទបងគ្រាន់តែប្រាប់ប៉ុណ្្នឹងឯងអានឹងរឿងទី1នៅមានមួយរឿងទៀតប៉ុន្តែនឹងវាធំជាងគេបងប្រាប់ឲ្យហើយប៉ុន្តែសួរព័ត៌មានឲ្យច្បាស់ហើយជជែកជាមួយមនុស្សដែលមានវ័យចាស់ជាងប៉ុណ្ណេះបន្តិចទៅបើប៉ុណ្ណេះដូចស្គាល់បងអញ្ចឹងអាចជជែកមួយបងបានបងផ្ដល់យោបល់បានបងអាចវិនិច្ឆ័យបានជូនបងណាអូខេរឿងទី2ពេលខ្លះអាខុសត្រូវគ្នាអាមិញហ្នឹងបងនិយាយថាខុសត្រូវគ្នាពី400ទៅ1500អាពេលខ្លះខុសតែ$50ទេអត់គិតអីវែងឆ្ងាយប្រុចទៅគេបាត់ហើយអ្នកដែលនៅកន្លែងហ្នឹងបងឯងធ្វើការឲ្យគេឧទាហរណ៍ថាអាជីវកម្មមួយបងឯងធ្វើការឲ្យគេទំនុកបំរុងសពគ្រប់បែបយ៉ាងគេជួយបងឯងមកដល់កម្រិតហ្នឹងហើយខុសគ្នាតែ$50បងឯងអត់យកយល់បងឯងអត់ជជែកណាបងឯងប្រុចទៅគេបាត់អញ្ចឹងបងឯងអនុញ្ញាតឲ្យអា$50ហ្នឹងទិញទឹកចិត្តបានហើយកន្លែងនេះបងមិនចង់និយាយអីច្រើនទេគ្រាន់តែចង់ឲ្យបងឯងហ្នឹងរៀងដូចថាពិចារណាបន្តិចអាករណីហ្នឹងក៏អាចជាករណីដែលបងអូនអនុញ្ញាតឲ្យលុយបន្តិចហ្នឹងទៅបិទភ្នែកបិទខួរក្បាលហ្នឹងណាសរុបមកវិញអ្វីដែលបងប្រាប់បងឯងនេះបើបងអូនស្ដាប់ហើយអត់គិតបងឯងអាចអត់សប្បាយចិត្តជាមួយបងហើយគិតថាបងហ្នឹងកាន់ជើងម្ចាស់អាជីវកម្មឬក៏ត្រូវកែបងអត់ទេបងអត់ទេតែម្ចាស់អាជីវកម្មខូចក៏បងអត់មានត្រូវកែទៅកាន់ជើងគាត់ដែរបុគ្គលិកខូចក៏ដូចគ្នាបងចង់ឃើញតែល្អទាំងអស់គ្នាទេដូចជាពិសេសរឿងទី1ដែលបងប្រាប់មកអញ្ចឹងស្ដាប់ឲ្យច្បាស់ហើយរៀនគិតទៅបងណាកុំចេះតែមានប្រតិកម្ម